បើសិនជាបងប្អូនឮថាខេត្តកោះកុងប្រហែលជាគិតថាអូកោះកុងឆ្ងាយមែនទែន300គីឡូម៉ែត្រជាងហើយបងប្អូនមួយចំនួនទៀតប្រហែលជាគិតថាអូកោះកុងផ្លូវពិបាកមែនទែនដោយសារតែកំពុងតែធ្វើការជួសជុលបាទក៏ប៉ុន្តែអ្វីដែលខ្ញុំបង្ហាញជូនបងប្អូននៅទីនេះគឺតំបន់ទេសចរមួយកន្លែងដែលនៅមិនឆ្ងាយដោយការគិតរបស់បងប្អូននោះទេគឺស្ថិតនៅក្នុងឃុំជ្រោយស្វាយស្រុកស្រែអំបិលខេត្តកោះកុងនោះគឺឆ្នេរនេសាទបងប្អូននឹងឃើញបាទអូស្អាតមែនតើបាទទីនេះគឺហៅថាឆ្នេរនេសាទដែលមានទឹកសមុទ្រធំល្វឹងល្វើយហើយទឹកថ្លាឆ្វង់តែម្ដងបងប្អូនទឹកសមុទ្រថ្លាស្អាតមែនតើហើយទេសភាពបាទមានដើមដូងច្រើនបែបនេះបាទបងប្អូនបាទទិដ្ឋភាពដើមដូងក៏ដូចជាភ្ញៀវទេសចរបាទមានជាកញ្ចុះច្រើនមែនតើហើយបងប្អូនយើងគឺមកទស្សនា